Nẹ mô tát sạ phẹ kẹ vẹ tao a ra ha tao samma sambuddhassa. Nẹ mô tát sạ phẹ kẹ vẹ tao a ra ha tao samma sambuddhassa. Nẹ mô tát sạ phẹ kẹ vẹ tao a ra ha tao samma sambuddhassa. បន្តពីការធ្វើបទនមស្ការដោយសង្ខេបនេះទៅទូប្រំគុំខ្ញុំណាអាត្មាភាពទាំងពីរព្រះអង្គសូមក្រាបថ្វាយបង្គំសម្ដេចព្រះកមហាសង្ឃរាជាធិបតីទាំងពីរគណៈជាទីគោរពសក្ការៈដ៏ពងពោះបំផុតទូប្រំគុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងគ្រប់ព្រះអង្គជាទីសក្ការៈដ៏ពងពោះបំផុតទូប្រំគុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូព្រះខូសាវិសុទ្ធព្រះបណ្ឌិតទូតមេញឈុនព្រះរាជាគណៈនិងជាព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យចិនដំដែកនិងជាព្រះប្រធានកិត្តិយសក្នុងកម្មវិធីសិក្សាព្រះត្រៃបិដកនៃវត្តព្រះពុទ្ធឃោសាចារ្យចិនដំដែកសកាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញរបស់យើងនេះដោយសេចក្តីគោរពសក្ការៈសូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរនរោត្តមមុនីនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះពរសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវនៅពុទ្ធបរិស័ទគណៈកម្មវិធីសិក្សាព្រះត្រៃបិដកដែលផ្សាយចេញអំពីវត្តព្រះពុទ្ធឃោសាចារ្យហរិចិនដំដែលសកាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញរបស់យើងបានចូលមកបន្តកម្មវិធីសិក្សាជាបន្តទៀតយើងកំពុងតែសិក្សានៅក្នុងសុតនបិដកសង្យុត្តតនិកាយសគាធវៈបិដកភិ29យើងសិក្សាមកដល់ទំព័រ65នៅក្នុងសមយៈសូត្រទី7គុណចាស់ញោមញាតិពុទ្ធបរិស័ទបើមានត្រៃបិដកភិ29សូមបើកមកដល់ទំព័រ65មកហើយយើងមើលសិក្សាទាំងអស់គ្នានៅក្នុងសមយៈសូត្រដែលយើងតាមពាក្យខ្មែរថាសម័យសូត្រសម័យបើយើងអានតាមបាលីថាសមយៈបើយើងអានតាមខ្មែរថាសម័យសូត្រទី7ចាប់ពីគ្នាលេខ117តទៅតើសម័យសូត្រឬក៏សមយៈសូត្រទី7នេះមានអត្ថសេចក្តីយ៉ាងដូចម្ដេចដាខ្លះនោះយើងបង្អោនសទ្ធាអាននៅព្រះពុទ្ធដីកាដើមទាំងស្រុងជាខាងដើមសិនហើយយើងនឹងចាប់ផ្ដើមសិក្សាអំពីអត្ថសេចក្តីនៃរឿងរ៉ាវនៅក្នុងសម័យសូត្រនេះទាំងអស់គ្នាជាខាងក្រោយណាថ្វាយគុំព្រះសោភិតោលោកចាស់នមស្ការសាធុណាសូមរតនាលោកចាស់អាននៅក្នុងគ្នាលេខ117ខ្ញុំបានអាន118រហូតដល់ចប់សូត្រនឹងហើយយើងចាប់ផ្ដើមសិក្សាដូចតទៅលោកចាស់ណាសូមរតនានិមន្តសូមអនុមោទនានមត្ថរតនតយសវន្ទាមិអស់ខ្ញុំប្រកាសសូមនមស្ការចំពោះគុណកៅទាំង3នៃបត្រៃរតដោយសេចក្តីគ្រប់សេចក្តីជ្រះថ្លាសូមនមស្ការចំពោះព្រះរតនវិសុទ្ធវង្គានសារៈព្រះរាជាគណៈនិងជាប្រពុសុទ្ធស្ដាមនិងជាព្រះប្រធានក្នុងកម្មវិធីសិក្សាត្រៃបិដកនេះសូមនមស្ការចំពោះព្រះខូសាវិសុទ្ធព្រះបណ្ឌិតទូតមេញឈុនព្រះរាជាគណៈនិងជាប្រគូចអធិការវត្តពុទ្ធឃោសាចារ្យនិងជាព្រះប្រធានកិត្តិយសនៅក្នុងកម្មវិធីសិក្សាត្រៃបិដកសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពសេចក្តីជ្រះថ្លាសូមចម្រើនពរទៅដល់ញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទៅឥឡូវយើងចូលមកដល់ការសិក្សានៅក្នុងកម្មវិធីសិក្សាត្រៃបិដកចូលមកដល់ប្រសូតទី7ត្រង់ទំព័រទី65សម័យសូត្រទី7គ្នាបទី117ខ្ញុំបានស្ដាប់មកជាងនេះសម័យមួយព្រះដ៏មានប្រភិក្សទ្រង់គង់នៅក្នុងមហាវ័នចិត្តក្រុងកបលវត្ថុនាដែនសកៈមួយអន្លើដោយភិក្ខុសង្ឃជាច្រើនចំនួន500រូបសុទ្ធតែជាព្រះអរហន្តទាំងអស់ក៏ពួកទីវតាអំពីលោកធាតុទាំង10ប្រជុំគ្នាដោយច្រើនដើម្បីឃើញព្រះដ៏មានប្រភិក្សព្រមទាំងភិក្ខុសង្ឃក្នុងគ្នា118លំដាប់នោះឯងពួកសទ្ធាវិទេវតាទាំង4អង្គត្រេះរិះយ៉ាងនេះថាព្រះមានប្រភិក្សអង្គនេះគង់នៅក្នុងមហាវ័នចិត្តកបលវត្ថុនាដែនសកៈមួយអន្លើដោយភិក្ខុសង្ឃជាច្រើនចំនួនភិក្ខុ500រូបសុទ្ធតែជាព្រះអរហន្តទាំងអស់ពួកទេវតា
តាមអំពីលោកកធាតុទាំង10ប្រជុំគ្នាដោយច្រើនដើម្បីឃើញព្រះមានព្រះភិក្ខនិងភិក្ខុសង្ឃបើដូច្នោះគួរតែយើងចូលទៅគាល់ព្រះមានព្រះភិក្ខដែរលុះចូលទៅដល់ហើយពួកយើងក៏បីសម្ដែងនៅគាថាមួយម្នាក់ក្នុងសំណាក់នៃព្រះមានព្រះភិក្ខគ្នាប114លំដាប់នោះឯងទេវតាទាំងនោះក៏បាត់អំពីសទ្ធាវិសទេវលោកមកប្រកាសនៅក្នុងទីចំពោះព្រះភ័ក្ត្រនៃព្រះមានព្រះភិក្ខដូចជាបរោះមានកម្លាំងលាដៃដែលអង្គញ់ឬអង្គញ់ដៃដែលលាដូច្នោះទេវតាទាំងនោះក៏ថ្វាយបង្គំដោយគោរពចំពោះព្រះដ៏មានព្រះភិក្ខហើយស្ថិតនៅក្នុងទីដ៏សមគួរក្នុងគ្រាបលេខ120លុះទេវតាមួយអង្គស្ថិតនៅក្នុងទីសមគួរហើយក៏ពោលគាថានេះក្នុងសំណាក់នៃព្រះមានព្រះភិក្ខថាសម័យនេះជាសម័យប្រជុំធំក្នុងដងព្រៃពួកទេវតាក៏មកប្រជុំគ្នាហើយយើងទាំងឡាយមកកាន់ទីប្រជុំប្រកបដោយធម៌នេះដើម្បីឃើញអបរាជិតសង្ឃគឺសង្ឃដែលមាផ្ចាញ់មិនបានគ្នាប121លំដាប់នោះទេវតាមួយអង្គទៀតពោលគាថានេះក្នុងសំណាក់នៃព្រះមានព្រះភិក្ខថាពួកភិក្ខុក្នុងទីប្រជុំនោះប្រកបដោយសមាធិធ្វើចិត្តរបស់ខ្លួនដែលវាចកោងឲ្យជាចិត្តស្លូតត្រង់ភិក្ខុជាបណ្ឌិតទាំងឡាយតែងរក្សានៅឥន្ទ្រីទាំងឡាយដោយល្អដូចជាសារថីកាន់ទប់នៅខ្សែបតុកដូច្នោះឯងក្នុងគ្រាបលេខ122លំដាប់នោះទេវតាមួយអង្គទៀតពោលគាថានេះក្នុងសំណាក់នៃព្រះមានព្រះភិក្ខថាភិក្ខុទាំងនោះកាត់បង់នៅបង្គោលគឺរាគៈទោសៈមោហៈកាត់បង់នៅរនទ្វាគឺរាគៈទោសៈមោហៈគោះរំលើងនៅសសរគោលគឺរាគៈទោសៈមោហៈហើយជាអ្នកមិនមានតណ្ហាជាគ្រឿងញាប់ញ័រជាអ្នកបរិសុទ្ធស្អាតប្រះចាកមន្ទិលជានិកកំឡោះមានចក្ខុមានឥន្ទ្រីទូតមានល្អហើយតែងត្រាច់ទៅក្នុងទីទាំងពួងតាមប្រាថ្នាគ្នាប123លំដាប់នោះទេវតាមួយអង្គទៀតបានពោលគាថានេះក្នុងសំណាក់នៃព្រះមានព្រះភិក្ខជនទាំងឡាយណាបានដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកជនទាំងនោះនឹងមិនទៅកាន់អបាយភូមិឡើយលុះលះបង់កាយនេះជារបស់មនុស្សហើយនឹងទៅបំពេញក្នុងពួកនៃទេវតាមិនខានកណាសាធុចឹងសូត្រទី7គឺសម័យសូត្រទី7ចប់ប៉ុណ្្នឹងឯងយើងចាប់ផ្ដើមត្រឡប់មកសិក្សានៅក្នុងគ្នាបលេខ117វិញសម័យសូត្រដែលហៅថាសម័យហ្នឹងគឺយកសម័យពេលវេលាដ៏អស្ចារ្យដែលការប្រជុំរបស់មនុស្សទេវតារហូតដល់ទៅព្រំមកជួបជុំគ្នានៅក្នុងសម័យកាលនោះដែលភាពអស្ចារ្យហ្នឹងគឺមានព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះអរហន្ត500ព្រះអង្គទៀតនៅទីនោះដែលជាសម័យដ៏អស្ចារ្យហើយមានព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនទៅទៀតដែលហៅថាទេវតា10លោកធាតុ10លោកធាតុហ្នឹងគឺហៅថាយើងប្រូពាក្យខ្លីមួយទៀតថាទេវតាទាំង10000លោកធាតុហ្នឹងគឺ10លោកធាតុហើយ10លោកធាតុហ្នឹងគឺច្រើនមែនតើណាគឺច្រើនមែនតើច្រើនណាស់ហើយការមកប្រជុំគ្នានៅកន្លែងកបិលវត្ថុនៃដែនសកៈហ្នឹងគឺមកបើនិយាយទៅថាមិនឲ្យជាអៀតប៉ុន្តែក៏មិនមានទីចន្លោះដែរហាក់បីដូចជាគេដោតមកជុលចម្រុះអញ្ចឹងគឺថាសិតតែទេវតាទាំងឡាយទាំងពួងនោះមកអស្ចារ្យណាស់គឺច្រើនមែនទែនយើងគិតមើលវាអញ្ចឹងប៉ុន្តែគាត់ថាទេវតាទាំងឡាយទាំងពួងដែលមកច្រើនម្លឹងសួរថាមកកន្លែងហ្នឹងទេវតាទាំងអស់នោះ
មកយើងដឹងថាទេវតាធំមិនមែនតូចដូចមនុស្សយើងទេប៉ុន្តែលោកនិមិត្តរូបរបស់ទេវតាហ្នឹងប៉ិនចុងរោមនៃសត្វទ្រាយហ្នឹងមិនមែនអីទេគឺដូចជាសត្វជាមឬក៏សត្វក្តានសត្វឆ្លុះអីចឹងគឺប៉ុណ្ណឹងទេប៉ុណ្ណឹងឡើងទាំងអស់ហ្នឹងឯងទេវតាយ៉ាងច្រើនហ្នឹងនិមិត្តខ្លួនប៉ុណ្ណឹងអញ្ចឹងក្នុងរឿងរ៉ាវទាំងអស់នឹងយើងមើលហ្នឹងហើយនៅក្នុងនេះគឺមានទេវតាជាច្រើនណាស់ដែលបន្លឺទានគាថាឡើងអបអរសាទរនឹងការជួបព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តហ្នឹងហើយប៉ុន្តែក្នុងនេះគឺលើកតែពាក្យទេវតានៅក្នុងសទ្ធាវេសហ្នឹងគឺព្រំជាន់សទ្ធាវេសហ្នឹងហើយសទ្ធាវេសហ្នឹងសុទ្ធតែព្រះអនាគាហើយនិងព្រះខៃណាស្របព្រះអនាគាមិបុគ្គលណាហើយនឹងព្រះខៃណាស្របគឺចាប់ពីអរហត្តផលទៅបានជាព្រះខៃណាស្របហ្នឹងហើយព្រះអនាគាទៅចិត្តអរហត្តហ្នឹងហើយហ្នឹងអរហត្តមអរហត្តផលហ្នឹងអញ្ចឹងឃើញថាឲ្យលោកលើកគាថាមកប្រពចំពោះព្រះបរមសាស្តាអញ្ចឹងលោកម្ចាស់នៅក្នុងគាថាដែលព្រំសទ្ធាវេសទាំង4អង្គលើកមកហ្នឹងលោកម្ចាស់មានការចូលរួមដោយម្ដេចដាខ្លះសូមរតនានិមន្តណាសូមអនុមោទនាកណាសាធុនៅក្នុងសទ្ធាវេសទាំង4អង្គដែលចោះអំពីព្រហ្មលោកមានភាពប្រហាសបដងមុខព្រះអង្គដូចយើងបត់បកញ្ញដៃអញ្ចឹងថាបត់អង្គុយដៃយើងថាបត់ចោលដៃបត់វាក្តីបដល់ភ្លាមមានសភាពលឿនរហ័សមនុស្សពេញកម្លាំងហ្នឹងបត់ចូលបត់ចេញលឿនអីមិនសទ្ធាវេសហ្នឹងគិតចូលគាល់ព្រះអង្គសិនហើយពោលគាថាហ្នឹងគាត់គិតចេះមកដល់មកដល់ក្នុងអត្ថកថាប្រៀបធៀបពីព្រហ្មលោកមកបើប្រៀបធៀបយកថ្មដ៏ធំលោកម្ចាស់ថ្មធំដូចថាស្មើនឹងផ្ទះ7ជាន់អីចឹងទៅធំម្លឹងឲ្យទម្លាក់ពីព្រហ្មលោកនោះគឺទម្លាក់មកនោះគឺប្រហែល4ខែទៅបានដល់មនុស្សសលោកយើងអញ្ចឹងណាបានដោយអំណាចនៃរិទ្ធិរបស់ឈានរបស់លោកគឺគេណាដោយឈានដោយសមាបត្តិរបស់លោកគឺគាត់តែលាដៃបត់ដៃមកដល់លឿនណាសូមមន្តទៅទៀតចាអញ្ចឹងនៅក្នុងត្រង់នេះដែលការប្រជុំនៅដងព្រៃទាំងឡាយនោះដែលមាននៅក្នុងគ្រាបទី120ដែលទេវតាអង្គមួយនោះបានពូលក្នុងសំណាក់នៃព្រះដ៏មានព្រះភិក្ខថាសម័យនេះជាសម័យប្រជុំធំក្នុងដងព្រៃពួកទេវតាក៏មកប្រជុំគ្នាហើយយើងទាំងឡាយមកកាន់ទីប្រជុំប្រកបដោយធម៌នេះដើម្បីឃើញអបរាជិតសង្ឃមានន័យថាប្រសង្ឃដែលឈ្នះឬប្រសង្ឃដែលមិនចាចាញ់គឺប្រសង្ឃដែលមានផ្ចាញ់មិនបានអញ្ចឹងខ្ញុំកណាចូលរួមត្រង់នេះបន្តិចដោយសារតែតាមប្រាជ្ញាដែលព្រះអរហន្តតាខៃណាស្របទាំង500ព្រះអង្គអញ្ចឹងព្រះអរហន្តតាខៃណាស្របបណ្ដាមាទាំងឡាយខណ្ឌមាក៏មិនអាចផ្ចាញ់ព្រះអង្គបានកលេសមាក៏ផ្ចាញ់ព្រះអង្គមិនបានឬក៏ថាមារាធានេះក៏ផ្ចាញ់ព្រះអង្គមិនបានអញ្ចឹងដែលថាពពួកទេវតាមានសេចក្តីជ្រះថ្លាប្រកបដោយធម៌មកប្រជុំគ្នានៅក្នុងទីនេះមកនមស្ការចំពោះព្រះអង្គនេះដូចសេចក្តីបញ្ជាក់របស់លោកគ្រូដែលលើកឡើងថាទេវតាសុទ្ធតែជាបុគ្គលដែលជឿប្រកបមិនកំរើកនៅក្នុងពុទ្ធសាសនាកណាអញ្ចឹងខ្ញុំកណាចូលរួមប៉ុណ្ណេះហើយសេចក្តីយ៉ាងណាលោកគ្រូបញ្ជាក់កណាសាធុអរគុណម្ចាស់នឹងទេវតានៅសទ្ធាវេសព្រមបានលើកចំណុចទី1ហ្នឹងគឺការមកហ្នឹងគឺចង់ឃើញអបរាជិតសង្ឃអបរាជិតសង្ឃគឺប្រសង្ឃចិតៈហ្នឹងគឺឈ្នះ
ឈ្នះមីគឺមិនចាញ់មីបានន័យថាប្រសងទាំងអស់ហ្នឹងអត់មានត្រូវចូលទៅកាន់ផ្ទៃនៃមេដាណាមួយទៀតអត់នៅក្នុងអំណាចរបស់មីកិលេសមាខណ្ឌមាទេវបុត្រមាតាក់តែងឲ្យកើតចាស់ជឿស្លាប់ឲ្យអត់ទេណានិយាយណានឹងទី1នោះប្រសងអស្ចារ្យអញ្ចឹងបានថាត្រូវតែមកឃើញមកជួបពីព្រោះព្រះសង្ឃជាព្រះអរហន្តជាបក្ខីណាស្របយ៉ាងដូចនេះព្រះអង្គអស្ចារ្យមែនទេណាពីព្រោះលោកគិតពីប្រយោជន៍ដើម្បីរដោះសត្វឲ្យរួចចាក់ទុកនឹងហើយខ្លាំងណាស់ដែលព្រះសម្មាសម្ពុទ្ធព្រះអរហន្តនឹងអញ្ចឹងបានទេវតាក៏មិនអាចស្ងៀមបានដែរហើយទេវតាមួយអង្គទៀតប្រកបលោកពោលសរសើរថាអរហន្តទាំងអស់ហ្នឹងគឺសុទ្ធសឹងតែស្ងប់ត្មងនៅក្នុងសមាធិហើយស្លូតត្រង់ជាបណ្ឌិតទាំងអស់ជាបណ្ឌិតទាំងអស់ហ្នឹងហើយដែលមានឥន្ទ្រីយ៉ាងល្អហ្នឹងហើយឥន្ទ្រីយ៉ាងល្អហើយបើប្រៀបដូចជាសារថីដែលកាន់ទុកនៅខ្សែបទុកដូច្នោះបានន័យថាសារថីហ្នឹងគឺថាអ្នកបើកបរដែលស្ទាត់ជំនាញហើយកាន់ទប់ខ្សែទៅគឺថាត្រង់ផ្លូវដោយនឹងអត់មានផ្លត់ផ្លាតអត់មានក្លែងក្លងអត់មានរលាក់រលែងទេគឺថាគឺព្រះខៃណាស្របទាំងអស់ហ្នឹងគឺយ៉ាងហ្នឹងឯងដល់ទេវតាមួយអង្គទៀតបានពោលនៅព្រះខៃណាស្របទាំងអស់នោះភិក្ខុទាំងអស់នោះភិក្ខុនោះមិនមែនភិក្ខុសាមញ្ញគឺព្រះអរហន្តទាំង500រួមនឹងព្រះសម្មាសម្ពុទ្ធមួយអង្គថែមទៀតហ្នឹង501អង្គហ្នឹងឯងគឺបើចាត់ទុកថាជាបង្គោលគឺបង្គោលដែលវាអត់រាគៈអត់ទោសៈអត់មោហៈហើយញាតិញោមថាចុះបង្គោលណាតែមានរាគៈមានទោសៈមានមោហៈគឺចង់និយាយពីខ្លួនយើងនេះខ្លួនយើងហ្នឹងដែលវាដកនៅរាគៈចេញបានដកនៅទោសៈចេញបានដកនៅមោហៈចេញបានដូចជាបង្គោលស្នឹងដ៏រឹងមាំមួយដែលវាមិនកំរើករំពើកជាមួយនឹងកិលេសតណ្ហាហ្នឹងហើយសួរថាងាយណាស់ទៅធ្វើចឹងកើតហ្នឹងមិនធម្មតាទេទៅវិបាកនឹងធ្វើបានជាអនេកកបការទៅណាអញ្ចឹងបានថាអស្ចារ្យពេកហ្នឹងដែលដកនៅរាគៈដកនៅទោសៈដកនៅមោហៈហ្នឹងដែលជាឫសគល់នៃអកុសលធម៌ហ្នឹងបើប្រៀបធៀបទៅរនុកទ្វាវាមានរនុកទ្វារនុកហ្នឹងគឺទ្វាធម្មតាទ្វាវាអត់រនុកវារគោះរង្គើហ្នឹងវាមិនមាំវាមិននឹងហ្នឹងហើយវាមិនជាប់ហ្នឹងហើយអញ្ចឹងអាធ្វើឲ្យវាអង្គោះអង្គើធ្វើឲ្យវាអីនៅសារតែអំណាចនៃរាគៈហ្នឹងហើយអញ្ចឹងគឺរាគៈទោសៈហ្នឹងកោះរំលើងណៃកោះរំលើងនៅសសរគោលគឺរាគៈទោសៈហើយតណ្ហាដែលជាគ្រឿងញាប់ញ័រហ្នឹងក៏កាត់ផ្ដាច់អស់ហើយអញ្ចឹងលោកសុទ្ធសឹងតែបរិសុទ្ធស្អាតចម្រាស់នៅមន្ទិលកិលេសមានចក្ខុគឺឥន្ទ្រីដែលទូមានល្អហើយនៅអស្ចារ្យទីជ្រះថ្លាហើយបានទេវតាទី4ហ្នឹងសទ្ធាវិអង្គព្រំទី4ថាជនណាមួយណាជនណាមួយយើងពាល់ត្រូវជាមួយនឹងគុណរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំង500ហ្នឹងទៅហើយយើងឃើញថាភាពអស្ចារ្យដែលយើងបានមើលមិញហ្នឹងបានទេវតាថាបើជនណាមួយបានដល់នៅព្រះពុទ្ធជាទីពឹងជាទីរលឹកជននោះនឹងមិនទៅកាន់អបាយភូមិឡើយហើយនៅក្នុងព្រះពុទ្ធទីនេះគឺបានន័យថាព្រះពុទ្ធអស្ចារ្យហ្នឹងហើយនឹងព្រះអរហន្តទាំង500ដែលនៅជាមួយគ្នាទៅនឹងទៀតហ្នឹងវាវិញ្ញាណសទ្ធាឲ្យជ្រះថ្លាឡើងការដែលវិញ្ញាណសទ្ធាដោយយោនិសោមនសិកាដោយបៃតេដោយសោមនស្សចំពោះព្រះអរហន្ត500ចំពោះព្រះសម្មាសម្ពុទ្ធចឹងយ៉ាងក្រៃលែងដោយព្រឺរោមព្រឺស្បែកដោយពលត្រូវនៅធម្មរសរបស់ព្រះដ៏មានព្រះភិក្ខទៅទៀតហ្នឹងវាធ្វើឲ្យបិទអបាយភូមិបិទអបាយភូ
មណាពីព្រោះលោកបានជ្រះថ្លាដោយច្បាស់លាស់ដោយហៅថាសទ្ធាឬដូចថាជាតថាពោធិសទ្ធាច្បាស់នឹងព្រះសម្មាសម្ពុទ្ធអត់កំរើកអត់រំពើកអត់ញាប់ញ័រនោះទេមិនគេជឿថាអូលោកគ្រូនេះប្រកែទៅហួគ្រូនោះប្រកែទៅហៅគ្រូនោះចេញពីមួយទៅមួយនឹងមិនមែនដូច្នោះទេដូច្នោះมันអាចបិទនៅអបាយបានទេប៉ុន្តែនេះគឺបិទអបាយបានដោយសារតែតថាពោធិសទ្ធានេះឯងគឺមមតមអញ្ចឹងលោកចាស់ណាអញ្ចឹងបាននៅក្នុងសេចក្តីនេះព្រះអត្តកថាបានលើកនៅរឿងដែលហៅថាសម័យសូត្រនេះនៅក្នុងព្រះអត្តកថានឹងមានរឿងវែងណាស់ដែលហៅថាសម័យសូត្រហ្នឹងគឺមានខ្ញុំមិនណាសូមលើកសង្ខេបចាស់គុណចាស់ញោមញាតពុទ្ធបរិស័ទដែលត្រូវសិក្សាចង់យល់ចង់លម្អិតក្នុងខ្លឹមសារហ្នឹងមកមើលអានថែមនៅក្នុងព្រះអត្តកថាសង្យុត្តនិកាយបិដកភាគ29ហ្នឹងហើយមើលថែមទៅយើងឃើញថាខ្លឹមសារដែលហៅថាសម័យសូត្រហ្នឹងយ៉ាងម៉េចគឺសម័យសូត្រហ្នឹងគឺតេតងមុនដំបូងបងអស់ហ្នឹងគឺយើងដឹងហើយថាព្រះសម្មាសម្ពុទ្ធទៅកាន់នៅណាទៅកាន់នៅដែនសកៈដែនសកៈហ្នឹងហើយនឹងដែនសកៈហ្នឹងឯងដែនសកៈដែលជាកបិលវត្ថុហើយទៅនោះគេហៅថាមហាវ័នមហាវ័នហ្នឹងគឺមានព្រៃដ៏ធំហ្នឹងបានឈ្មោះថាមហាវ័នហើយក្រុងកបិលវត្ថុកបិលពោះនេះដែនសកៈហ្នឹងហើយដែនសកៈហ្នឹងវាមានរឿងអីគឺរឿងប្រជាពលរដ្ឋកសិករទាំងពីរនគរគឺនគរសក្យៈនិងនគរកោលយៈសក្យៈនគរស្ដេចសក្យៈនិងស្ដេចកោលយៈហ្នឹងគឺធ្វើសង្គ្រាមនិយាយកាត់ថាធ្វើសង្គ្រាមនឹងគ្នាដើម្បីដណ្ដើមទឹកស្ទឹងរោហិនីហើយដណ្ដើមទឹកហ្នឹងដោយអាម៉េចបានដណ្ដើមទឹកហ្នឹងពីព្រោះកសិករធ្វើស្រែចម្ការហ្នឹងគឺខ្វះទឹកដល់ខ្វះទឹកវាត្រូវយកទឹកហ្នឹងទៅស្រោចស្រពស្រែចម្ការហ្នឹងអញ្ចឹងទេនគរហ្នឹងវាមានស្ទឹងរោហិនីហ្នឹងគឺជាចំណុចកណ្ដាលហើយមានទឹកអាចផ្គត់ផ្គង់ហ្នឹងគឺផ្គត់ផ្គង់បានតែមួយនគរទេបើទៅទាំងពីរនគរហ្នឹងអាចគ្រប់គ្រាន់ទេអញ្ចឹងដដើមគ្នាដដើមមុនដំបូងហ្នឹងគឺប្រជាពលរដ្ឋប្រជាកសិករហ្នឹងគឺដដើមប្រកបប្រជាគ្នាដើម្បីច្បាំងយកទឹកហ្នឹងរហូតទៅដល់ថ្នាក់ជាតិរហូតដល់ដឹកនាំដោយស្ដេចដើម្បីច្បាំងគ្នាយកទឹកហ្នឹងមកប្រើប្រាស់ប៉ុន្តែពាក្យថាច្បាំងគ្នាហ្នឹងគឺដល់ស្ដេចហ្នឹងដល់ពេលទៅដល់ចំណុចស្ដេចហ្នឹងគឺព្រះសម្មាសម្ពុទ្ធមកអត់ឲ្យស្ដេចច្បាំងគ្នាបានទេគឺមុនដំបូងនោះបដើមកហ្នឹងគឺប្រជាពលរដ្ឋគឺកម្មករកសិករត្រីរាជការថ្នាក់ដែលយើងនិយាយដូចថាថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តថ្នាក់អីហ្នឹងចាប់ផ្ដើមវាយគ្នាបដើហ្នឹងហើយដល់ពេលចំណុចធំកំពូលមែនតែនទៅគឺលើកទ័ពធំមកថ្នាក់ជាតិតែម្ដងប្រទេសនគរតែម្ដងអញ្ចឹងព្រះសម្មាសម្ពុទ្ធមកទប់តន់ទប់យ៉ាងម៉េចគឺមកទប់ស្ដេចទាំងពីរហ្នឹងដោយព្រះអង្គទ្រង់លើកយកព្រះធម៌ព្រះសម្មាសម្ពុទ្ធយាងចេញពីមហាករណានិរោធសមាបត្តិហើយទ្រង់ប្រមាលមើលគឺថាពេលទៀបភ្លឺហ្នឹងគឺព្រះអង្គតែងប្រមាលមើលថាតើព្រះអង្គត្រូវទៅសង្គ្រោះទីណាជួយដល់សត្វលោកគឺនិយមរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គទ្រង់ឃើញថាអូកំពុងតែមានភ័យខ្លាំងមែនតែននគរទាំងពីរហ្នឹងគឺនឹងត្រូវកើតសង្គ្រាមហើយគឺប្រហារគ្នាសម្បើមណាអញ្ចឹងទៅបានព្រះសម្មាសម្ពុទ្ធយាងទៅជាបន្ទាន់ភ្លាមនឹងដើម្បីទប់វិវាទកុំឲ្យកើតសង្គ្រាមហ្នឹងព្រះអង្គយាងទៅដល់នគរមួយចំណុចនគរមួយដើម្បីទៅសម្ដែងប្រាប់នគរមួយហើយទៅសម្ដែងប្រាប់នគរមួយហើយបានព្រះអង្គយាងទៅដល់ចំណុចកណ្ដាលពាក្យថាចំណុចកណ្ដាលហ្នឹងបានន័យថា
គឺលើកយកនៅប្រជាដកមាន5ជាតិដកដែលប្រកាសសម្ដែងដែលតកតងទៅនឹងរឿងរ៉ាវទាំងអស់ហ្នឹងឲ្យទាញរហូតមកជាប់ជាមួយនឹងរឿងរ៉ាវដែលការច្បាំងដណ្ដើមគ្នាហ្នឹងច្បាំងដណ្ដើមទឹកគ្នាហ្នឹងចឹងបានព្រះសម្មាសម្ពុទ្ធសួរមុនដំបូងសួរថាមហារាជទាំងពីរនគរហ្នឹងហើយសួរមហារាជទាំងពីរនគរសួរថាមហាបពិតព្រះអង្គស្ដេចមកទីនេះដោយហេតុអ្វីហើយបានព្រះរាជាថាបពិតព្រះមានប្រភិយពួកខ្ញុំព្រះអង្គមកទីនេះមិនមែនមកដើរលេងមិនមែនមកអីទេណាគឺមកដើម្បីសំទោសធ្វើសង្គ្រាមយកទឹកឲ្យប្រជាពលរដ្ឋដើម្បីធ្វើស្រែចម្ការទាំងពីរនគរនេះឆ្លើយមកថាអញ្ចឹងដូចគ្នាហើយព្រះមានប្រភិយត្រង់សួរជាបន្តទៀតគឺបានដឹងហើយថាមកដើម្បីធ្វើសង្គ្រាមយកទឹកហើយបានសួរថាមហារាជតើទឹកមានតម្លៃថ្លៃណាស់ឬបានមហារាជថាទឹកមិនអាចថ្លៃប្រមាណទេចុះជីវិតប្រជាពលរដ្ឋជីវិតមន្ត្រីរាជការជីវិតកងទ័ពជីវិតមហារាជមានតម្លៃទេអូតម្លៃកាត់ថ្លៃមិនបានទេដីនគរមានតម្លៃទេមានតម្លៃមិនអាចកាត់ថ្លៃបានទេចុះបើប្រៀបធៀបជីវិតនិងទឹកនឹងណាថ្លៃជាងគឺជាជីវិតថ្លៃជាងចុះបើជីវិតថ្លៃជាងមិនក៏មិនចែករបស់ដែលវាមិនមានតម្លៃហ្នឹងយករបស់ដែលអត់តម្លៃយកមកបដូរយករបស់ដែលយករបស់អត់តម្លៃហើយយករបស់មានតម្លៃទៅបដូរយករបស់អត់តម្លៃនេះតើមហារាជសមទេតើសមទេជីវិតមានតម្លៃណាស់ហើយយកជីវិតទៅដូរយកទឹកដែលអត់តម្លៃផងហ្នឹងហើយវាសមអត់សមផងអញ្ចឹងព្រះសម្មាសម្ពុទ្ធមានព្រះធម៌ជាច្រើនទៀតដើម្បីសម្រួលព្រះរាជាទាំងពីរនគរហ្នឹងលើកបជាដក5ជាតិដកមកប្រកាសសម្ដែងនៅក្នុងពេលនោះទើបឲ្យព្រះរាជាទាំងពីរនគរហ្នឹងលោកមានសទ្ធាជ្រះថ្លាមុនដំបូងមិនងាយស្ដាប់ប្រមាណទេព្រោះស្ដាប់សិតបុកពោះរៀងខ្លួនបុកពោះថាវកខាងនោះគេវាយអញវិញប៉ុន្តែដោយសារព្រះហើយយើងយល់មុខព្រះទៅអត់ហ៊ានហ្នឹងទៅចឹងទៅដល់ស្ដាប់យល់ទៅនគរកោលយៈខាងកោលយៈក្តីសក្យៈក្តីគឺបកុលណាបកុលសេនាកងទ័ពរបស់ខ្លួននោះណាគឺអ្នកដែលមានកម្លាំងទាំងម៉ានោះ250ម្នាក់ថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីជាសទ្ធាជ្រះថ្លាឲ្យទាំង250នគរ250នគរ250បរោះដែលមានកម្លាំងទាំងអស់ហ្នឹងគឺយើងនិយាយដល់ពលសេនាទាំងអស់ហ្នឹងថ្វាយព្រះសម្មាសម្ពុទ្ធបំបួមួយទាំងពីរនគរបំពោះហើយចែកទឹកចែកអីគ្នាប្រើទៅឡើងឆ្លោះគ្នាទៅហើយបានបួសដល់500ហើយបួសទាំង500ហ្នឹងប្រឹងប្រែងគោរពប្រតិបត្តិពធរបស់ព្រះបរមសាស្តាដោយសេចក្តីគោរពដល់បួសយូរទៅដល់ប្រពន្ធនៅនគរទាំងសងខាងផ្ដល់ព័ត៌មានមកមុំសឹកមុំអីទៅយកកូនទៅជួយចិញ្ចឹមកូនរកស៊ីអីវិញអស់ហើយឯនេះឮតែប្រពន្ធអញ្ចឹងចាប់ដើមអបសុកមហោសឹករកអីទៅរកជួបព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបយល់អំពីសេចក្តីអបសុករបស់ភិក្ខុទាំងអស់នោះថាទីភិក្ខុទាំងអស់នេះសំបីនៅជាមួយព្រះសាស្តាប៉ុណ្ណេះហើយនៅតែមានការអបសុកផងវិលត្រឡប់ទៅវិញទៀតទៅព្រះសម្មាសម្ពុទ្ធខុទាំង500ទៅ500រូបហ្នឹង500រូបនោះទៅរកស្ទឹងមួយទៀតហ្នឹងហើយទៅរកកាន់ស្ទឹងមួយទៀតហ្នឹងគឺស្ទឹងហ្នឹងដែលធម្មតាគឺទៅរកកន្លែងដស្ងប់ស្ងាត់ដែលអាចពិចារណាធម៌បានហ្នឹងគាត់ទៅកាន់ទីនោះហើយព្រះអង្គប្រកាសសម្ដែងធម៌ប្រកាសសម្ដែងអំពីគុណការចម្រើននៅសមថៈនៅវិបស្សនាកម្មដ្ឋាននៅឈានទាំងឡាយទាំងពួងហ្នឹងធ្វើឲ្យភិក្ខុទាំងអស់ទាំងបានជ្រាបយល់ហើយទៅបដិបត្តិនាំគ្នាទៅអង្គុយបដិបត្តិបន្ទាប់ពីបានស្ដាប់បច្ចេកទេសស្ដាប់ការបង្ហាត់បង្រៀនរបស់ព្រះសម្មាសម្ពុទ្ធអំពីបដិបទាដើម្បីរដោះខ្លួនចេញនាំគ្នាកាន់និស្ស័យតនៈមួយទៅអង្គុយ
បាត់បានសម្រេចអរហត្តទាំងអស់អង្គហ្មងនេះអរហត្តទាំងអស់អង្គក្នុងសម័យកាលតែមួយជាមួយគ្នាហ្នឹងវាគ្រាន់តែមុនគ្នាបន្តិចតួចទេប៉ុណ្ណាប៉ុន្តែក្នុងសម័យកាលតែមួយជាមួយគ្នាហ្នឹងទាំង500អង្គទាំង500រូបហ្នឹងគឺអរហត្តទាំងអស់ដល់អរហត្តទាំងអស់អញ្ចឹងទៅលែងមានការអឡោះអាល័យអីភរិយាស្វាមីអីពូនកូនទ្រព្យសម្បត្តិអីវាអស់កម្រើកអស់រំពើកអស់ញាប់ញ័របានផ្អើលខ្លឹមសាររឿងរ៉ាវទាំងអស់ហ្នឹងទៅដល់ពពួកទេវតាទាំង10លោកធាតុទាំង10000លោកធាតុហ្នឹងឲ្យមកនៅក្នុងជួបជុំគ្នាក្នុងព្រៃមហាវ័នហ្នឹងដើម្បីបានជួបនៅមហានាគគឺនៅនាគកំឡោះបានន័យថានៅព្រះអរហន្ត500រូបព្រមទាំងព្រះសម្មាសម្ពុទ្ធទៀតនឹងគឺកន្លែងនោះវាអស្ចារ្យពេកដែលបដិស្ថានបានជាមួយគ្នានៅព្រះអរហន្តយ៉ាងដូចនេះនេះទៅនឹងហើយដែលហៅថាមហាដែលហៅថាសម័យមិនមែនមហាទេគឺសម័យមហាសម័យនៅក្នុងសោតផ្សេងនោះយើងសិក្សាចប់ហើយប៉ុន្តែនៅក្នុងនីតិនេះតកតងទៅនឹងសម័យសោតណាសម័យសោតចឹងបានថាការផ្អើលមកនោះគឺច្រើនមែនទែនញាតិញោមពុទ្ធបរិស័ទគឺនគរដល់ទៅ189,000នគរហើយបើពីអ្នកនៅតាមជួរនៃទលេទឹកអីនោះមាន99នៅតាមកំពង់មាន96នៅតាមសមុទ្រមាន56សែននៅទ្វីបទាំង3មានពពេវិហទ្វីបអាកូម៉រទ្វីបឧត្តរករៈទ្វីបទ្វីបតូច2000ទៀតគឺសរុបទាំងអស់ទៅសំដៅយក10000លោកធាតុនឹងឯងនៅថ្ងៃមកដើម្បីគាល់ព្រះដ៏មានពភាកនិងព្រះអរហន្ត500ព្រះអង្គ500រូបហ្នឹងហើយរឿងរ៉ាវទាំងអស់ហ្នឹងវាវែងឆ្ងាយណាស់គុណចាស់ញាតិញោមពុទ្ធបរិស័ទណាពោលថ្លែងនៅក្នុងកម្មវិធីសិក្សាយើងតែកន្លះម៉ោងអត់អស់ទេអញ្ចឹងទេសូមអភ័យទោសសូមលើកត្រួសប៉ុណ្ណឹងដើម្បីបង្ហាញថាចង់ជ្រាបច្បាស់ក្នុងសេចក្តីនេះតោះតែមកអានសិក្សាបន្ថែមទៀតនៅក្នុងសម័យសោតនោះគឺភាពអស្ចារ្យនៃព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្ត500ព្រះអង្គទៀតដែលបានជាអរហន្តនៅទីនោះឯងហើយអ្វីដែលសំខាន់គឺបង្ក្រាបមិនឲ្យកើតសង្គ្រាមទាំងនគរទាំងពីរនោះទៀតធ្វើឲ្យប្រជាពលរដ្ឋទាំងនគរនោះសុខសន្តិភាពសុខសាន្តត្រាមអញ្ចឹងបានឈ្មោះថាសម័យអស្ចារ្យហ្នឹងអញ្ចឹងហើយបានទេវតាដែលនៅសទ្ធាវិសចុងក្រោយគេសុទ្ធតែព្រះអាណាគានៅបក្ខីណាស្របហ្នឹងពោលថាអ្នកណាហើយឲ្យបានតែពោលពាក្យឬក៏ជ្រះថ្លាជាមួយនឹងព្រះពុទ្ធនោះមិនទៅកាន់អបាយភូមិទេអញ្ចឹងយើងសិក្សាក្នុងសូត្រនេះទៅយើងជ្រះថ្លាក្នុងព្រះពុទ្ធពធព្រះសង្ឃក្នុងព្រះអរិយបុគ្គលទាំងឡាយទាំងពួងហ្នឹងយើងបានយកព្រះពុទ្ធពធព្រះសង្ឃទីពឹងទីរលឹកមិនទៅកាន់អបាយភូមិទេដោយអំណាចនៃការបានសិក្សាក្នុងសូត្រនេះគណៈញាតិញោមពុទ្ធបរិស័ទអញ្ចឹងប៉ុណ្ណឹងចាស់លោកចាស់ណាហើយពេលវេលាខ្លីយើងលើសម៉ោងតិចទៀតផងគណៈស្ចាប់ឲ្យសូត្រទី7ហ្នឹងសូមប្រគេនជូនបុណ្យកុសលអ្នកទាំងឡាយទាំងបុរសទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា